ញាតិការីរបាំបុរាណសុភាគឹមឡាំងរក្សាភាពស្ងៀមស្ងាត់ក្រោយស្ថាប័ន Miss Universe Cambodia ប្រកាសមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀតក្រោយពីស្ថាប័ន Miss Universe Cambodia ប្រកាសជាសាធារណៈថាកញ្ញាសុភាគឹមឡាំងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនទៀតនោះស្រាប់តែកញ្ញាសុភាគឹមឡាំងហៅកូនអានមិនមានប្រតិកម្មអ្វីទាំងអស់រហូតធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់កញ្ញាសុភាគឹមឡាំងបានជាប់លំដាប់រងទី1នៅក្នុងកម្មវិធី Miss Universe Cambodia 2025ប៉ុន្តែលទ្ធផលនេះមិនបានធ្វើឲ្យនាងពេញចិត្តនោះទេនាងមានការខកចិត្តជាខ្លាំងដែលមិនអាចក្រុងមកកត់ Miss Universe Cambodia 2025តាមបំណងប្រាថ្នារហូតសំងំលួចស្រក់ទឹកភ្នែករំលងនៃការគ្រប់គ្រងមកកត់មិនបានប៉ុន្មានថ្ងៃផងស្រាប់តែស្ថាប័ន Miss Universe Cambodia បានចេញប្រកាសថាកញ្ញាសុភាគឹមឡាំងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ Miss Universe Cambodia ទៀតទេស្ថាប័ននោះថែមទាំងរៀបរាប់ថាស្ថាប័នកញ្ញាឯកចក្រវាឡកម្ពុជាមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាកញ្ញាសុភាគឹមឡាំង MUC 15នឹងចាប់ផ្ដើមដំណើរថ្មីនៃជីវិតនិងមិនស្ថិតក្រោមការគ្រប់គ្រងរបស់ស្ថាប័នទៀតទេសូមបញ្ជាក់ថានេះមិនមែនជាការលាលែងតំណែងនោះទេប៉ុន្តែជាការឈានជំហានថ្មីមួយទៀតនឹងបើកឱកាសក្នុងការលូតលាស់និងការអភិវឌ្ឍបន្តទៀតបន្ទាប់ពីស្ថាប័ន Miss Universe Cambodia ប្រកាសបែបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់និងចង់ឲ្យកញ្ញាសុភាគឹមឡាំងចេញមុខបញ្ជាក់ការពិតប៉ុន្តែក្រឡេកទៅមើលកញ្ញាសុភាគឹមឡាំងវិញហាក់បីដូចជាមិនខ្វាយខ្វល់អ្វីទាំងអស់នាងរក្សាភាពស្ងៀមស្ងាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់មកទល់ពេលនេះហើយនាដការីរបាំបុរាណសុភាគឹមឡាំងនៅតែមិនតបតឬចេញមកបញ្ជាក់ការពិតដើម្បីឲ្យអ្នកគាំទ្របានអស់ចិត្តឡើយសូម្បីនៅលើ page Facebook របស់នាងក៏ស្ងប់ស្ងាត់មិនឃើញអ្វីប្លែកដែរហើយនាងក៏មិនបានបញ្ចេញថាខ្លួនបោះបង់មកកត់លំដាប់រងទី1ចោលដែរបើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយកញ្ញាសុភាគឹមឡាំងបានលួចបង្ហើបប្រាប់ថាកញ្ញាសុភាគឹមឡាំងហៅកូនអានពេលនេះអារម្មណ៍មិនល្អមិនសប្បាយចិត្តទេនាងសុំពេលនៅស្ងប់ស្ងាត់បន្ទាប់ពីខកចិត្តក្នុងការប្រកួត